ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានស៊ុបប្រហិតត្រីគ្រឿងផ្សំរបស់យើងមានតែប្រហិតត្រីខ្ទឹមបំពងខ្ទឹមសម្រេចយីហឺហើយប៊ីហើយខ្ទឹមបារាំងម្ដុំផ្នែកបន្លែយើងមានថៃថាវហើយនិងការ៉ុតបងប្អូនអាចស្លបន្លែផ្សេងក៏បានដែរណាបន្លែណាដែលរឹងហ្នឹងយើងយកមកស្លមកយើងយកមកធ្វើនឹងឆ្ងាញ់ដូចគ្នាហើយខ្ញុំចាប់ផ្ដើមបុកខ្ទឹមឲ្យវាល្អិតបន្តិចហើយខ្ញុំក៏ចាប់ផ្ដើមដាក់ម្រេចចូលម្រេចរបស់ខ្ញុំហ្នឹងមានអំបិលប៊ីចេងស្កររួចហើយបងប្អូនដោយសារតែខ្ញុំលាយទុកហើយខ្ញុំក៏បន្ថែមទឹកត្រីបន្តិចប៉ុន្តែវាមិនប្រៃមែនទេបងប្អូនហើយយើងត្រូវប្រយ័ត្នតិចណាកុំដាក់គ្រឿងខ្លាំងពេកព្រោះជាមួយត្រីវាអាចប្រៃខ្លាំងបន្ទាប់មកខ្ញុំក៏ដាក់ត្រីទៅបុកត្រីហ្នឹងដើម្បីឲ្យចូលជាមួយគ្រឿងរបស់យើងបុកវារហូតណាដើម្បីឲ្យវាចូលជាមួយគ្រឿងហើយខ្ញុំមកអាំងខ្ទឹមបារាំងបន្តិចសិនអាំងវាឲ្យតល់តែក្រៀមខ្លោចបន្តិចក៏អត់អីដែរបងប្អូនឲ្យវាមានក្លិនឈ្ងុយខ្លាំងហើយក៏លើកវាចុះសិនហើយខ្ញុំក៏មកបុកប្រហិតខ្ញុំបន្តឥឡូវនេះវាចូលជាតិជាមួយនឹងគ្រឿងហើយបងប្អូនឲ្យដួសអត់ចង់មកចង់កំពុបខ្ញុំដួសវាដាក់ចានទុកមួយឡែកសិនបងប្អូនអានេះគ្រាន់តែជាប្រហិតត្រីធម្មតាអញ្ចឹងវាអត់សូវឆ្ងាញ់ដូចប្រហិតត្រីឆ្លាតទេណាបើបងប្អូនយកប្រហិតត្រីឆ្លាតវារឹតតែឆ្ងាញ់លើសហ្នឹងទឹកដែលដាំពុះហ្នឹងខ្ញុំដាក់ចំហឺនិងហែកប៊ីចូលហើយខ្ញុំក៏ចាប់ផ្ដើមយកប្រហិតមកលុញយើងលាបទឹកតិចណាបានវាអត់ចាប់ដៃស្អិតដែរអាក្រក់មើលហ្នឹងហើយលុញវាមូលទៅយើងក៏បង់ចូលទៅក្នុងទឹកក្តៅលុញវារហូតមកមូលមកហ្នឹងហើយតម្លាក់ទៅយើងមូលអស់ហើយយើងក៏កូរវាបន្តិចណាយើងមើលវាបន្តិចហើយយើងក៏ចាប់ផ្ដើមដាក់ប៊ីចេងអំបិលស្ករទឹកត្រីគ្រឿងទេសយើងដាក់ជាពីរផ្នែកដាក់ក្នុងសាច់ខ្លះហើយនៅដាក់ក្នុងទឹកខ្លះអញ្ចឹងបានម្ហូបរបស់យើងមានរសជាតិឆ្ងាញ់ប្រហិតយើងឆ្អិនតិចហើយយើងក៏ដាក់ការ៉ុតចូលមកដាក់ការ៉ុតចូលហើយយើងក៏កូរវាបន្តិចហើយក៏ចាប់ផ្ដើមរំងាស់ការ៉ុតនឹងឲ្យផុយតែម្ដងពេលការ៉ុតយើងផុយហើយយើងក៏ចាប់ផ្ដើមចាក់ថៃថាវចូលថៃថាវនិងការ៉ុតកុំដាក់តំណាគ្នាណាខ្លាចថៃថាវផុយជាងការ៉ុតទៅអត់សូវឆ្ងាញ់ហើយយើងក៏ចាប់ផ្ដើមដាក់ខ្ទឹមបារាំងដុតយើងទៅដាក់អញ្ចឹងដើម្បីបន្ថែមភាពឈ្ងុយនៃម្ហូបរបស់យើងហើយយើងក៏ចាប់ផ្ដើមរំងាស់ថៃថាវដើម្បីឲ្យវាផុយបន្តិចហើយបងប្អូនកូរវាបន្តិចមកកូរវាបន្តិចហើយយើងក៏ដាក់ថៃថាវហ្នឹងដើម្បីឲ្យវាផុយណារំងាស់វាបន្តិចទៅបើយើងចង់ផុយខ្លាំងយើងរំងាស់យូរបន្តិចខ្ញុំចុះចិត្តល្មមហើយខ្ញុំក៏ដាក់គល់ខ្ទឹមចូលឥឡូវម្ហូបរបស់យើងបានឆ្អិនហើយដួសដាក់ចានហើយរោយស្លឹកខ្ទឹមហើយដាក់ខ្ទឹមបំពងចូលមកហើយជាការស្រេចបងប្អូនណាដែលអត់ចូលចិត្តញ៉ាំសាច់អាចធ្វើមុខម្ហូបមួយមុខនេះញ៉ាំបាន